ស្តានទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូដំបូងនៅក្នុង channel របស់ខ្ញុំចឹងនៅក្នុងវីដេអូនេះគឺយើងនឹងនាំគ្នានិយាយតាក់ទងទៅនឹងរឿងរ៉ាវអាថ៌កំបាំងនៅតាមបណ្ដាញសង្គមអ៊ីនធឺណិតចាប់តាំងពីប្រព័ន្ធអ៊ីនធឺណិតត្រូវបានគេបង្កើតរហូតមកដល់ឡើងចឹងវាមានរយៈពេលយូរឆ្នាំហើយក៏ត្រូវបានមនុស្សជាច្រើននៅក្នុងជុំពិភពលោកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនេះវាប្រកាសជាសម្បូរទៅដោយរឿងរ៉ាវច្រើនអាថ៌កំបាំងផងរន្ធត់ចម្លែកហើយគួរឲ្យចាប់អារម្មណ៍ផងចឹងដោយសារតែខ្ញុំមានការចាប់អារម្មណ៍ទៅលើ topic បែបរឿងរ៉ាវអាថ៌កំបាំងជាពិសេសគឺរឿងរ៉ាវអាថ៌កំបាំងនៅលើបណ្ដាញសង្គមអ៊ីនធឺណិតយ៉ាងទៀតតាំងពីខ្ញុំនៅក្មេងខ្ញុំចូលចិត្តមើលរបៀបវីដេអូដែលគេនិយាយតាក់ទងទៅនឹងប្រភពវីដេអូឬមួយក៏រូបភាពដែលគេដឹងថាវាចេញមកពីប្រភពណាដែលគេកើតវាអញ្ចឹងមកទៅវាមិនមែនដូចរឿងខ្មោចវាមិនមែនដូចរឿងបិសាចក៏រឿងកេតកម្មណាវាមិនរន្ធត់អញ្ចឹងក៏តែវាធ្វើឲ្យយើងមានអារម្មណ៍ថាឆ្ងល់ណាថាហេតុអីបានជារឿងរ៉ាវទាំងអស់ហ្នឹងវាបានកើតឡើងអញ្ចឹងមកទៅវាប្លែកខុសពីtopic ផ្សេងទៀតអញ្ចឹងសម្រាប់ topic នេះផងដែរក៏វាមិនមែន topic ថ្មីដែររឿងរ៉ាវនេះគឺវានិយាយបានថាវាជា classic internet ហរ៉ោះមួយអញ្ចឹងវាកាត់ឡើងយូរហើយប៉ុន្តែខ្ញុំលើកមកនិយាយគឺដោយសារតែរឿងរ៉ាវនេះត្រូវបានគេបានស្វែងរកការប៉ັດពីហេតុផលក៏ដូចជាពីដើមកំណើតនៃវីដេអូនេះអញ្ចឹងខ្ញុំចង់ចែករំលែកព័ត៌មាននេះទៅកាន់អ្នកទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តក៏ដូចជានិយាយបានថាជាកំសាន្តអារម្មណ៍មួយសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងយើងចាប់ផ្ដើមចូលទៅដល់វីដេអូរបស់យើងចាប់ផ្ដើមនិយាយអំពី topic របស់យើងនៅថ្ងៃនេះគឺ I feel fantastic video អញ្ចឹងវីដេអូនេះសម្រាប់ខ្ញុំពេលដែលខ្ញុំមើលវីដេអូនេះជាលើកដំបូងគឺខ្ញុំមានអារម្មណ៍ថា Oh my god so creepy វាថាមកទៅវាប្លែកបែបគួរឲ្យខ្លាចអ្នកស្រីឥឡូវអញ្ចឹងខ្ញុំឲ្យអ្នកនរគ្នាមើលវីដេអូនេះសិនហើយចាំយើងចាប់ផ្ដើមមកធ្វើការវិភាគទៅលើវីដេអូទាំងអស់គ្នា Fantastic. Hey, hey, hey. You seem fantastic. Hey, hey, hey. Run, 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 run. Please, 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 please.នៅក្នុងវីដេអូនេះគឺបានបង្ហាញរូបស្រីម៉ារ៉ាកាំងម្នាក់និយាយបានថារូបស្រីម៉ារ៉ាកាំងបើករ៉ូបូតពួកគាត់អាចធ្វើចលនាបានអញ្ចឹងនៅក្នុងវីដេអូនេះឃើញថាម្នាក់ស្រីម៉ារ៉ាកាំងរ៉ូបូតហ្នឹងគឺគាត់ត្រូវបានគេស្លៀកពាក់មកទៅដូចមនុស្សអញ្ចឹងណាហើយគាត់មានពាក់ជាមួយនឹងសក់បែបទឹកមាសបែបប្លន់សក់ខ្លីហើយមកទៅនៅមុខរបស់គាត់មានការ make up ដូចមនុស្សស្រីយើងអញ្ចឹងហើយសម្រាប់រ៉ូបូតហ្នឹងផងដែរដូចជានៅទីតាំងនៅក្នុងបន្ទប់ទទួលភ្ញៀវហើយគាត់ឈរតែម្នាក់ឯងអ្វីដែលគាត់ចាប់អារម្មណ៍ទៀតគឺជាការច្រៀងរបស់ តុក្កតាម៉ារ៉ាកាំងហ្នឹងអ្នកទាំងអស់គ្នាបានស្ដាប់នៅក្នុងវីដេអូហ្នឹងឯងគាត់ជ្រាវនៅក្នុងធុនមួយដែលមកទៅបាក់រ៉ូបូតប៉ុន្តែវាមានធុនរៀងអលួច I feel fantastic យើងអញ្ចឹងឯងមកទៅប៉ុន្តែបើសិនជាយើងមើលវីដេអូនោះដល់ចប់នឹងមានខេងប្លង់មួយប្លង់ហ្នឹងគឺវាថតមើលទៅវាថតឆ្កុយតែឯងពីបាយទៅថតនៅរបៀប
ដូចអាយបានថាក្រោយផ្ទះហើយនៅក្នុងប្លង់ហ្នឹងវីដេអូគេថតរៀងរបៀប zoom in zoom out របៀប zoom ទៅចិត្ត zoom ទៅឆ្ងាយអញ្ចឹងមុននឹងយើងធ្វើការវិភាគឲ្យវែកញែកអញ្ចឹងយើងមកដឹងតាក់ទងទៅនឹងប្រភពនៃវីដេអូនឹងជាមុនសិនអញ្ចឹងវីដេអូនេះត្រូវបានគេផុសចូលទៅក្នុង YouTube ដំបូងគេនៅក្នុងឆ្នាំ2009វីដេអូមួយនេះត្រូវបានបង្ហោះដោយ Channel ដែលមានឈ្មោះហៅថា Creepy Blog អញ្ចឹងនៅពីខាងក្រោមវីដេអូមួយនេះក៏មានជា description ហើយមានដាក់នៅឈ្មោះរបស់វិទ្យាករម្នាក់ដែលមានឈ្មោះហៅថា Pygmalion អីដែលគួរឲ្យគេចាប់អារម្មណ៍ទៀតនោះគឺសម្រាប់អ្នកចម្លាក់រូបជនជាតិក្រិកដែលមានឈ្មោះហៅថា Pygmalion នោះគឺគាត់មាន mindset មួយក៏មានជាការគិតមួយថានៅលើโลกនេះគឺអត់មានមនុស្សស្រីណាដែរល្អស័ក្តិសមនឹងគាត់ទេចឹងគាត់គិតថានៅโลกនេះគឺសម្រាប់ខ្លួនគាត់ប្រហែលជាអត់បានទៅជួបមនុស្សស្រីនៅក្នុងក្តីសម័យរបស់គាត់ទេចឹងបានគាត់ធ្វើការសម្រេចចិត្តធ្វើជាអ្នកចម្លាក់រូបហើយគាត់ក៏បានឆ្លាក់រូបមនុស្សស្រីឲ្យដូចអីដែលគាត់គិតថាជាមនុស្សស្រី perfect ចឹងអា description ហ្នឹងក៏ធ្វើឲ្យអ្នកមើលវីដេអូហ្នឹងមានជាការវិភាគហើយវែកញែកថាមើលទៅប្រហែលវីដេអូនេះអ្នកបង្កើតវីដេអូហ្នឹងគឺគាត់ចង់របៀបសិនជាមីសេកហើយយូរទៅក៏មានជាការបង្កើតនៅពីអាចារ្យរាមអ្នកដែលគាត់ជាអ្នកបង្កើតម៉ារ៉ាកាំងរ៉ូបូតហ្នឹងគឺគាត់គឺជាឃាតករហើយសម្រាប់សម្លៀកបំពាក់ដែលឃើញពាក់នៅលើខ្លួនម៉ារ៉ាកាំងរ៉ូបូតហ្នឹងគឺជាសម្លៀកបំពាក់របស់ជនរងគ្រោះរបស់ឃាតករហ្នឹងហើយដូចជាខ្ញុំបាននិយាយមិញហ្នឹងតាក់ទងទៅនឹងវីដេអូហ្នឹងសុកវាទៅកាត់ឲ្យដូរប្លង់ទៅថតនៅក្រោយផ្ទះវិញហ្នឹងក៏ធ្វើឲ្យមានគេគិតឲ្យគេសង្ស័យថាប្រហែលជានៅពេលដែលឃាតករហ្នឹងគាត់បានសម្លាប់ជនរងគ្រោះហ្នឹងគាត់បានយកសាកសពហ្នឹងទៅកប់នៅខាងក្រោយផ្ទះគាត់វាមិនមែនវីដេអូថតប្លង់របស់សុកទៅថតប្លង់ផ្សេងដែលវាអត់មានអីពាក់ព័ន្ធទៅនឹងវីដេអូហ្នឹងវាគួរតែមានអីពីក្រោយអញ្ចឹងរឿងរ៉ាវទាំងអស់ហ្នឹងហើយដែលធ្វើវីដេអូមួយនេះគឺវាអាចទៅជាវីដេអូមួយដែលល្បីល្បាញនៅក្នុងអ៊ីនធឺណិតប្រភេទបែបអ៊ីនធឺណិតហោរ៉ហ្នឹងប៉ុន្តែបើសិនជាយើងមកធ្វើការរបៀបស្វែងរកការប៉ັດឲ្យរៀងមើលទៅស៊ីជម្រៅបន្តិចចង់ដឹងថាវាប៉ັດអត់អាពីអាចារ្យបារាមហ្នឹងហើយវីដេអូហ្នឹងហាក់អីបានជាមើលទៅវីដេអូហ្នឹងវាវ៉ាបមួយវារៀងគួរឲ្យខ្លាចហើយណាគេអ្នកបង្កើតរ៉ូបូតហ្នឹងហើយក្នុងគោលបំណងអីគេតោះឥឡូវយើងទៅស្វែងរកការប៉ັດទាំងអស់គ្នានៅក្នុងគេហទំព័រ website មួយដែលមានឈ្មោះហៅថា androidworld.com ចឹងនៅក្នុងគេហទំព័រហ្នឹងគេមានជា article តាក់ទងទៅនឹងការបង្កើតជា Android robot ចឹងនៅក្នុង article ហ្នឹងគេមាន list ជាឈ្មោះក៏ដូចជា mention ឈ្មោះអ្នកបង្កើតរបស់ robot ដូចក្នុងវីដេអូនេះយើងឃើញស្រាប់ហើយចឹងមានបង្ហាញជាឈ្មោះក៏ដូចជា show ជារូបភាពតាក់ទងនឹងការបង្កើតថ្មីរបស់អ្នកដែលគាត់បង្កើត Android robot ទាំងអស់ហ្នឹងបើសិនជាយើងអស់មកដល់ list ទី7យើងនឹងឃើញហើយថាមានរូបភាពដែររូបភាពហ្នឹងគឺវាដូចទៅនឹងរូបភាពចេញពីវីដេអូអមរកាំង robot ដែលយើងបានមើលមិញហ្នឹងចឹងនៅក្នុងអីដែលគេរិះសេនៅក្នុង link នេះអាចឲ្យយើងបានដឹងថាម្នាក់មួយម៉ារ៉ាកាំង robot ហ្នឹងគឺគាត់មានឈ្មោះដូចគ្នាដែរហើយគាត់គឺជាម៉ារ៉ាកាំង robot មនុស្សស្រីដែលគាត់ឈ្មោះហៅថា Tara The Female Android ហើយអ្នកដែលបានបង្កើត robot នេះឡើងមកហ្នឹងគឺមានឈ្មោះហៅថា John Bergeron ដោយរបៀបថាទឹកប្រាក់ដែលគាត់បានចំណាយទៅលើការបង្កើតជាមួយនឹងម៉ារ៉ាកាំង robot ហ្នឹងគឺគាត់ចំណាយអស់$2000ដូចជាយើងបានឃើញនៅក្នុងវីដេអូហ្នឹងចឹងយើងឃើញម៉ារ៉ាកាំងគាត់មានច្រៀងនៅក្នុង website នេះក៏មានដាក់ note ដូចគ្នាដែរថា Tara នេះគឺតារាមួយហើយឥឡូវគាត់កំពុងតែនៅក្នុង music video ចាំន័យថាវីដេអូយើងមើលមិនហ្នឹងគឺជា music video ហើយនៅក្នុងអត្ថបទនេះផងដែរក៏មានដាក់ជា link ចូលទៅក្នុង website របស់លោក John Bergeron ហ្នឹងអញ្ចឹងខ្ញុំបានចុចមើលទៅក្នុង link ហ្នឹងបានចូលទៅដល់ website ចាស់របស់គាត់ដែរឃើញថា last update ហ្នឹងគឺក្នុងឆ្នាំ2006ចឹងនៅក្នុង website របស់គាត់ហ្នឹងគឺយើងមានឃើញរូបភាពរបស់ Tara robot ហ្នឹងហើយនៅក្នុង description នេះក៏គាត់បានដាក់ថា robot ហ្នឹងគឺមើលទៅគាត់វាថាមានរូបរាងដូចមនុស្សហើយសម្រាប់តាក់ទងទៅនឹងតួខ្លួនរបស់គាត់ហ្នឹងគឺធ្វើចេញពីដែកហើយអាស្បែករបស់គាត់ហ្នឹងគឺធ្វើចេញពីជ័រហើយនៅក្នុង website របស់គាត់នេះក៏មានជា link ឲ្យយើងចូលទៅស្ដាប់ MP3 sample របស់គាត់ឥឡូវយើងចូលទៅស្ដាប់តិចហើយចឹងក្នុង website របស់លោក John Bergeron ហ្នឹងគឺឃើញថាវីដេអូហ្នឹងគឺ
វីដេអូតាមត្រូវបាន record ដំបូងគឺនៅក្នុងឆ្នាំ2004តែបានផុសចូលនៅក្នុង YouTube 2009ចឹងន័យថាអ្នកដែលយកវីដេអូក៏មកផុសហ្នឹងប្រហែលជាមិនគាត់ទេខ្ញុំគិតថាប្រហែលជាអ្នកដែលគាត់វាបានទៅទិញ DVD គាត់អីចឹងណាហើយយកមក share បន្តនៅក្នុង YouTube អីចឹងទៅឥឡូវនេះយើងបានដឹងឈ្មោះអ្នកដែលគាត់បានបង្កើតជាមួយនឹងមាតកាំង robot ហ្នឹងក៏មានឈ្មោះហៅថា John Burrowong ហើយយើងក៏បានដឹងទៀតថាមាតកាំង robot ហ្នឹងគឺគាត់មានឈ្មោះហៅដូចគ្នាឈ្មោះរបស់គាត់គឺ Tara the Robot Android ហើយយើងក៏បានដឹងបន្ថែមទៀតតាក់ទងទៅនឹង head point នៅពីក្រោយការបង្កើតថ្មីនេះគឺដោយសារតែលោក John Burrowong ហ្នឹងគឺគាត់ចង់បង្កើតនំមនុស្សយន្តមួយដែលអាចច្រៀងបានខ្ញុំគិតថាប្រហែលជាគាត់បាន inspire ពី idea ពីប្រទេសជប៉ុនដោយសារតែយើងបានដឹងថានៅក្នុងប្រទេសជប៉ុនហ្នឹងគឺ culture របស់គេគឺគេមានជា robot ឬមួយក៏ robot anime ដែលអាចច្រៀងបានហើយមើលទៅអា concept ចឹងគឺវា popular នៅក្នុងប្រទេសជប៉ុនហើយនៅក្នុងអត្ថបទហ្នឹងក៏មាន link ចូលទៅក្នុង website របស់គាត់ហើយនៅក្នុង website របស់គាត់ហ្នឹងក៏មានជាការដាក់ឲ្យយើងស្ដាប់នៅ sample ក៏ដូចជា offer យើងទិញចម្រៀងរបស់គាត់ចឹងត្រឡប់មកវិញអ្នកដែលគាត់បង្កើត robot ហ្នឹងគឺគាត់វាអាចជាសិល្បៈមួយវាអាចជាកំណត់ច្នៃប្រឌិតថ្មីមួយដែលសម្រាប់ John Burrowong ហ្នឹងគាត់ចង់ធ្វើវាអីដែលខ្ញុំចង់ដឹងថាតើអាពាអាចារ្យរាមតាក់ទងទៅនឹងឃាតករស្លាប់ចូលរងគ្រោះហើយយកចូលរងគ្រោះទៅកប់ហ្នឹងចង់ដឹងថាពីអាចារ្យរាមហ្នឹងត្រូវបានយកមកពីណាហើយពេលណាគេអ្នកបង្កើតអ្នកផុសផុលជាមួយនឹងពីអាចារ្យរាមហ្នឹងតពីធ្វើការអាន website ក៏ដូចជាអត្ថបទច្រើនទៅក៏ឃើញ website មួយដែលគាត់បានរកឃើញតាក់ទងទៅនឹងអ្នកដែលគាត់បង្កើតនៅអាពីអាចារ្យរាមដែលអត់ប៉ាត់ហ្នឹងអញ្ចឹងលោកនៅក្នុងនេះយើងឃើញហើយអ្នកដែលគាត់បង្កើតអាចារ្យរាមគឺក្នុងឆ្នាំ2015ខ្ញុំគិតថាបន្ទាប់ពីវីដេអូនឹងបានផុសក្នុងឆ្នាំ2009ហើយអញ្ចឹងរយៈពេល5ឆ្នាំក៏6ឆ្នាំក៏អាពាក្យអាចារ្យរាមនឹងចាប់ដើមល្បីល្បាញហើយធ្វើវីដេអូចាប់ដើមល្បីតាំងពីនឹងមកទៅតាមពិតទៅនៅក្នុងវីដេអូហ្នឹងទោះបីជាវាមកទៅវារៀង creepy ក៏ប៉ិតមែនរៀងចម្លែកក៏ប៉ិតមែនក៏មិនតែគិតថាគោលបំណងអ្នកដែលគាត់បានបង្កើតជាមួយនឹង robot ហ្នឹងក៏ដូចជា record ជាមួយវីដេអូហ្នឹងគិតថាអីដែលគាត់ចង់បានហ្នឹងគឺគាត់ expect ថានឹងមានមនុស្សចូលចិត្តអីដែលគាត់បង្កើតហ្នឹងគិតថាវាមើលទៅវាដូចសិល្បៈមួយបែបណាមកវិញទីគាត់ថាគាត់ប្រហែលជាអត់ expect ថាអ្នកដែលគាត់លេងអ៊ីនធឺណិតណានឹងយកវីដេអូគាត់ទៅកាត់ទៅលើរឿងចឹងហើយខ្ញុំគិតថាវាអត់ fair សម្រាប់គាត់ដែរព្រោះថាការបង្កើត robot ហ្នឹងគឺវាមិនងាយស្រួលគឺវា hard work មែនតើហ្មងប៉ុន្តែដោយសារតែពីអាចារ្យបារាមវាធ្វើឲ្យវីដេអូគាត់ហ្នឹងវាទៅជាវីដេអូដែលល្បីល្បាញនៅក្នុងប្រភពអ៊ីនធឺណិតបែប horrorមានមនុស្សជាច្រើនបន្ទាប់ពីវីដេអូមួយនេះត្រូវបានផ្ទុះល្បីល្បាញក៏មានគេចាប់អារម្មណ៍ក្នុងការតាក់ទងទៅកាន់លោក John Burrowong ដើម្បីធ្វើជាការ interview ក៏ដូចជាសម្ភាសន៍តាក់ទងទៅនឹងកំណត់ទៅពីក្រោយក្នុងការបង្កើតថ្មីហ្នឹងប៉ុន្តែគេព្យាយាម email ទៅក៏មានជាការឆ្លើយតបមកវិញចម្លងហូតបន្តឥឡូវគឺអត់មានណាគេអាចធ្វើការតាក់ទងទៅកាន់លោក John Burrowong បានចឹងក៏មានជាការសង្ស័យទៀតថាមានជាការនិយាយទៅលោក John Burrowong គឺគាត់បានស្លាប់នៅក្នុងឆ្នាំ2007ដោយសារតែ website របស់គាត់ last update ហ្នឹងគឺនៅក្នុងឆ្នាំ2006ប៉ុន្តែដូចជាមាន YouTuber ម្នាក់ដែលគាត់បានធ្វើការតាក់ទងទៅកាន់លោក John Burrowong នៅក្នុងឆ្នាំ2015ប៉ុន្តែអត់មានអ្នកគេប្រកាសថាគឺជាលោក John Burrowong ពិតប្រាកដឬមួយក៏អត់ទេប៉ុន្តែនៅក្នុងឆ្នាំ2016បន្ទាប់ពីមានជាការសង្ស័យថាលោកបានស្លាប់អីចឹងនៅក្នុងឆ្នាំ2006 2007ហ្នឹងមានអ្នកគាត់បានរកឃើញ account Instagram របស់លោក John Burrowong ហ្នឹងមានឃើញរូបភាពលោក John Burrowong ហើយមានជាឈ្មោះមានជា link ចូលទៅក្នុង website របស់គាត់ចឹងវា confirm ថាគាត់អត់ទាន់ស្លាប់ក៏អាចជានៅរស់គ្រាន់ថាក៏ប្រហែលជាចង់នៅ private អីចឹងត្រឡប់មកក្រោយវិញបន្ទាប់ពីយើងបានស្ដាប់ក៏ដូចជាវិភាគវែកញែកស្វែងរកការប៉ັດនៅពីក្រោយក្នុងវីដេអូនេះហើយតាមអ្នកទាំងអស់គ្នាគិតមិនដែរព្រោះថាខ្ញុំគិតថាគ្រប់រឿងទាំងអស់បើសិនជាយើងម្នាក់ចង់ដឹងពីការប៉ັດណាយើងនឹងបានការប៉ັດដូចក្នុងវីដេអូហ្នឹងអញ្ចឹងបើសិនជាយើងទៀមទារកការប៉ັດណារក head point តាមមិនអញ្ចឹងជាបើគាត់ជាគិតថាវីដេអូហ្នឹងវាគ្រាន់ជាវីដេអូមួយគួរឲ្យខ្លាចប្រហែលជាមានគិតកោមែនទេបើសិនជាអូខេវីដេអូហ្នឹងដូចអីដែលយើងគិតណាជាវីដេអូបាគិតកោស្លាប់មនុស្សមើលទៅវាគួរចាប់អារម្មណ៍ហើយថតវីដេអូបាគិតកាមេអញ្ចឹងណាហើយស្លាប់កប់សាក់សពនៅខាងក្រៅទៀតមើលទៅវា interesting
embarrassing story ប៉ុន្តែរឿងពិតការពិតវាអត់អាចដូចអីដែលយើងគិតណាពេលខ្លះវាអាចលើសពីការពិតអីចឹងទៅពេលខ្លះវាអាចនឹងអត់ដូចអីដែលយើងបានគិតអញ្ចឹងវីដេអូរបស់ខ្ញុំគឺវាមានតែប៉ុណ្ណឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តក៏ដូចជាកំសាន្តជាមួយវីដេអូមួយនេះហើយដូចគ្នាដែរខ្ញុំក៏មានជាការអភ័យទោសព្រោះថាវីដេអូនេះគឺជាវីដេអូដំបូងរបស់ខ្ញុំអញ្ចឹងវាប្រហែលជាមានកំហុសច្រើនអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជប់យល់អញ្ចឹងមានតែប៉ុណ្ណឹងហើយសង្ឃឹមថាជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយទៀតកូនបាយបាយ